បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះចេញវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹងការងារកសិកម្មប្រចាំថ្ងៃការងារកសិកម្មក្បែរផ្ទះបាទហើយនេះចង់នាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមើលនេះជាសួនខ្ទឹមបាទខ្ទឹមខ្យល់ខ្ទឹមដែលយើងញ៉ាំស្លឹកហ្នឹងបាទដាក់ក្នុងហូបអាហារយើងប្រចាំថ្ងៃបាទហើយចង់បញ្ជាក់ប្រាប់បងប្អូនដែរថាខ្ទឹមនេះខ្ញុំបានដកយកទៅផ្សារហើយហើយនេះជាការដាំជាលើកទី2បាទការដាំលើកទី2នេះយើងបង្កើនផលិតកម្មនៅក្នុងការដាំដុះចង់បញ្ជាក់ដែរថាការដាំរបៀបនេះគឺខ្ញុំធ្វើការពិសោធន៍ច្រើនដងហើយរយៈពេលឆ្នាំជាងហើយឆ្នាំនេះចូលឆ្នាំទី2ហើយក្នុងការដែលខ្ញុំលើករងដែលមានទទឹង1ម៉ែត្រហើយខ្ញុំដាំមករងទទឹងហ្នឹងខ្ញុំដាំ4ដើមអញ្ចឹងក្នុង1ម៉ែត្រការ៉េខ្ញុំប្រមូលផលបាន5គីឡូក្រាមណា5គីឡូក្រាមហើយខ្ញុំយកទៅលក់នៅលើទីផ្សារបាទលក់ឲ្យអ្នកលក់បន្លែ1គីឡូក្រាមគឺ4000រៀលគិតជាដុល្លារស្មើនឹង$1អញ្ចឹង1ម៉ែត្រការ៉េខ្ញុំប្រមូលផលបាន$5បាទអញ្ចឹងបានតម្លៃគួរសមដែរហើយនេះគឺជាពេញប៉ោះបាទពេញប៉ោះខ្មែរយើងហ្នឹងខ្ញុំដាក់នៅក្បែរនឹងជាងបាទបន្តិចទៀតគ្រូនឹងយកទៅដាក់នៅរោងវាបានត្រឹមត្រូវផងដែរបាទហើយនេះជាប្រប់នឹងប្រប់វែងមានផ្លែផ្ដាល់ហើយនេះគឺជាខ្ទឹមក្រហមបាទខ្ទឹមក្រហមដាក់នេះខ្ញុំដាំផ្ទីមករងដែរនៅចន្លោះផ្ទីហ្នឹងមានតកួនមានអីហោះហើយទៅដាំអាចយើងយកស្លញ៉ាំក៏បានហើយមួយទៀតគួរនងធំខ្ញុំនេះគឺដាំឲ្យជ្រូកកដុលបាទខ្ញុំមានចំជ្រូកកដុលដែរអញ្ចឹងខ្ញុំបានផ្ទីនេះឲ្យវាស៊ីជាអាហារសម្រន់របស់វាអញ្ចឹងផ្ទីនេះអាចជាអាហាររបស់មនុស្សផងរបស់សត្វផងបាទកង្ហាននេះហ្នឹងក៏វាស៊ីដែរទាកង្ហានបាទខ្ញុំមានចំកង្ហានដែរអញ្ចឹងចង់ជំរាបពុកម៉ែបងប្អូនថានៅពេលយើងមានដីនៅក្នុងផ្ទះសូមកុំទុកវាចោលបាទទីតាំងខ្ញុំដាំនេះពីមុនមកគឺជាស្មៅដកឲ្យពេញបាទពិបាកកាត់តែមួយឆ្នាំទៅមួយឆ្នាំកាច់វារហូតអញ្ចឹងខ្ញុំមាននិមិត្តមួយថាដើម្បីកុំឲ្យកាត់ស្មៅអញ្ចឹងយើងបែរបំលែងវាទៅជាសួនបន្លែវិញទៅអញ្ចឹងកាត់បន្ថយការមិនកាត់បន្ថយយើងអត់កាត់ស្មៅទៀតទេប៉ុន្តែស្មៅយើងបើកខ្លះមួយពីនេះយើងបានផលជាបន្លែជាអីចឹងទៅបានញ៉ាំខ្លួនឯងដល់ហើយមានសុខភាពល្អផងហើយយើងអាចចែកជូនទៅដល់ប្រជាពលរដ្ឋផ្សេងហើយគាត់មានឱកាសអាចនឹងញ៉ាំបន្លែសុវត្ថិភាពចេញពីការផលិតរបស់យើងតាមរយៈគាត់ទៅទិញនៅផ្សារបាទពួកយើងយកទៅលក់នៅលើទីផ្សារបាទអញ្ចឹងវីដេអូនេះចង់ចែកជូនបងប្អូនខ្លីៗប៉ុណ្ណឹងហើយខ្ញុំមានពេលនឹងធ្វើវីដេអូចែករំលែកបន្តទៀតសម្រាប់ពុកម៉ែបងប្អូនដើម្បីបានជាគំនិតបានជាគេហៅថាចំណេះដឹងខ្លះតិចតួចទេបាទខ្ញុំគិតថាជួនកាលតិចតួចហ្នឹងអ្នកខ្លះក៏គាត់នឹកមិនឃើញគាត់ក៏អត់ធ្វើដែរតែនៅពេលឃើញវីដេអូហ្នឹងទៅអាចជាកម្លាំងជំរុញទឹកចិត្តរបស់ពួកគាត់ដើម្បីផលិតជាបន្លែបង្ការនៅជុំវិញផ្ទះពួកគាត់បានញ៉ាំខ្លួនឯងដោយមានសេចក្តីសុខផងហើយអាចជួយឲ្យបរិស្ថានជុំវិញផ្ទះរបស់យើងហ្នឹងបានស្អាតផងដែរបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ